សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះផងដែរគឺខ្ញុំមានជាវីដេអូពិសេសផ្ញើជូនចំពោះបងប្អូនធីមយើងដែលជា MMO ដែលជា Digital សម្រាប់ផ្លូវក្រោយពួកយើងថ្ងៃនេះផងដែរគឺយើងត្រូវមាន account fake សម្រាប់ធ្វើវាណាអញ្ចឹងអ្វីដែលខ្ញុំចង់ណែនាំទី1គឺបងប្អូនត្រូវប្រើប្រាស់ app clone ទី2បងប្អូនប្រើប្រាស់ app មួយនេះគឺជា app បំលែងពី Facebook ដើមចូល app clone ឬក៏ app ទី2នេះអញ្ចឹងបងប្អូនអាច login account fake បងប្អូនចូលទៅ app ទាំងពីរនេះបានណាតែសម្រាប់ Facebook ដើមបងប្អូនមិនបាច់ចាំយកប្រើការទេកុំឲ្យបិទផ្លូវខ្លួនឯងបើយើងរកចំណូលជាមួយនឹង Facebook ដើមរបស់យើង Facebook original របស់យើងគឺយើងមិនបាច់ចាំយកវាទៅប្រើការទេអញ្ចឹងអ្វីដែលខ្ញុំណែនាំគឺបងប្អូនយក account fake ដែលខ្ញុំប្រាប់បងប្អូននៅក្នុងក្រុមឲ្យបង្កើតទុកគឺយក account fake នឹងសម្រាប់ចូល comment ឬក៏ចូល report ពួកសៀមទៅអញ្ចឹងណាហើយមួយទៀតខ្ញុំសូមនិយាយតាក់ទងជាមួយនឹងការ review page សម្រាប់បងប្អូនខ្លះឃើញគាត់ post សុំ review page សុំ recommend page អញ្ចឹងការ review page វាគ្រាន់តែការជួយបង្កើនសុវត្ថិភាពនិងភាពជឿទុកចិត្តលើ page ទេឲ្យ page របស់យើងល្អតែប៉ុណ្ណឹងប៉ុន្តែអ្វីដែលយើងត្រូវដឹងការដែល report page របស់យើងច្រើនបើសិនជាពួកសៀមវា report page របស់យើងច្រើនគឺច្បាស់ណាស់ច្បាស់ជាប៉ះពាល់របស់ page របស់យើងហើយដោយសារអីដោយសារការផុសរបស់យើងគឺតាក់ទងជាមួយនឹងនយោបាយហើយនឹងការសង្គ្រាមឬក៏ជេរពួកសៀមអីអញ្ចឹងទៅគឺវាអាចនឹងប៉ះពាល់ page យើងដាច់ដែរណាតែការ review និង recommend គឺវាគ្រាន់តែឲ្យបង្កើននៃការ reach page របស់យើងទេអញ្ចឹងណាប៉ុន្តែបើសិនជា page របស់យើង original សុទ្ធមិនយកពីគេការ report ពេលខ្លះគឺយើងអាចស្នើសុំជាមួយនឹង Facebook វិញបានអត់បញ្ហាប៉ុន្តែអ្វីដែលខ្ញុំចង់ណែនាំបងប្អូនគួរតែប្រើប្រាស់ page ផ្សេងកុំតាក់ទងជាមួយនឹង page ផ្លូវការដែលយើងរកចំណូលកុំឲ្យបិទផ្លូវខ្លួនឯងអញ្ចឹងការបង្កើត page ផ្សេងគឺយើងបងប្អូនអាចធ្វើជាវីដេអូតាក់ទងជាមួយនឹងនិយាយពីពួកសៀមឬក៏តាក់ទងមួយនឹងនយោបាយអីអញ្ចឹងបងប្អូនអាចធ្វើ page ផ្សេងបានជៀសវាងចូលជាមួយនឹង page original យើងតាក់ទងជាមួយនឹងការរស់ស៊ីអីអញ្ចឹងបងប្អូនមិនបាច់លាយឡំគ្នាទេអញ្ចឹងបើសិនជាបងប្អូនបង្កើត page ផ្សេងមិនបាច់ភ័យថាអត់ធ្លាក់សំទោសមិនបាច់ភ័យថាអត់មានអ្នកមើលទេវីដេអូបែបហ្នឹងគឺច្បាស់ជាមានអ្នកមើលច្រើនឲ្យតែយើង share ចូលក្នុងក្រុមឲ្យច្រើនណាអញ្ចឹងអ្វីដែលខ្ញុំត្រូវនិយាយគឺប៉ុណ្ណឹងហើយមួយទៀតការធ្វើវាបងប្អូនឥឡូវចេញមកវិញសិននេះគឺជា Facebook ដើមរបស់ខ្ញុំហើយនេះគឺជា Facebook ដែលខ្ញុំត្រូវកាន់ page អញ្ចឹង Facebook នេះគឺខ្ញុំត្រូវកាន់ page ដែរគឺខ្ញុំមិនអាចប្រើប្រាស់វាបានទេ Facebook ពីរនេះអញ្ចឹងអ្វីដែលខ្ញុំប្រើប្រាស់គឺ Facebook ទី3នេះគឺជា account fake របស់ខ្ញុំប្រើប្រាស់យូរដែរ account នេះដូចជាចូល2ឆ្នាំ3ឆ្នាំហើយសម្រាប់ app នេះផងដែរគឺវាមានពាណិជ្ជកម្មបងប្អូនអញ្ចឹងពេលដែលវាចាប់ពាណិជ្ជកម្មខ្ញុំយើងចុចខ្វែងទៅចាំតិចវិសារថា app នេះវាមានពាណិជ្ជកម្មតែ app clone បើសិនជាបងប្អូន down បានធ្វើវាបានប្រើប្រាស់ app clone ទៅណានិយាយទៅវារៀងពិបាកចូលបន្តិចដោយសារតែវាមានពាណិជ្ជកម្មច្រើនប៉ុន្តែយើងព្យាយាមចូលវាបន្តិចទៅបើយើងមានកុំព្យូទ័របងប្អូនធ្វើតាមកុំព្យូទ័រក៏បានដែរសម្រាប់ការចូលទៅក្នុង account fake បងប្អូនបង្កើតភ្លាមធ្វើភ្លាមប្រយ័ត្នវា lock អញ្ចឹងដូចខ្ញុំធ្លាប់ប្រាប់អញ្ចឹង account fake សមាជិកដែលគាត់ជា team របស់ខ្ញុំគាត់ច្បាស់ជាដឹងហើយត្រូវតែមាន account fake សម្រាប់ share page អីហ្នឹងអញ្ចឹងគឺបងប្អូនច្បាស់ជាបង្កើតទុកអីអញ្ចឹងឥឡូវ clear វាចេញសិននេះបងប្អូនជា account របស់ខ្ញុំ account របស់ខ្ញុំជា account fake យូរហើយចូល1ឆ្នាំ2ឆ្នាំហើយអញ្ចឹង account មួយនេះគឺខ្ញុំអាចយកទៅ report ឬក៏យកទៅreport page របស់វាបានតាក់ទងមួយនឹង page មួយនេះបើសិនជាបងប្អូនចង់ report មិនបាច់ទៅ report ការផុសរបស់វាទេចូលចុចទៅត្រី3នេះមកបន្ទាប់មកបងប្អូនយកពាក្យថារាយការណ៍ទំព័របើសិនជាភាសាអង់គ្លេសគឺវាចេញពាក្យថា report អញ្ចឹងបងប្អូនច្បាស់ជាស្គាល់ហើយអញ្ចឹងបងប្អូនអាចជ្រើសរើសមើលបើសិនជាភាសាខ្មែរគឺវាមានថាអ្វីមួយអំពីទំព័រនេះសារបង្ហោះជាលក្ខអញ្ចឹងពីរនេះបងប្អូនជ្រើសរើសមួយណាក៏បានដែរឥឡូវខ្ញុំសាកជ្រើសរើសទី1សិននេះអញ្ចឹងតកតងមួយនឹងរាយការណ៍គឺយើងមានច្រើនចំណុចបងប្អូនអាចអានបានតែយើងគួរជ្រើសរើសមួយណាដែលវាត្រូវជាមួយនឹងcontent របស់វាដែលផុសខុសការពិតអញ្ចឹងអ្វីដែលវាផុសខុសការពិតគឺយើងត្រូវ
ស្នើយកការបោកប្រាស់ព័ត៌មានមិនពិតឬខ្លីបន្លំគឺយើងយកអានេះទៅតែបើសិនជាបងប្អូនជាភាសាអង់គ្លេសបងប្អូនរាប់មក2 4 6 7អញ្ចឹងអាជួរទី7នេះជ្រើសរើសយកអាជួរទី7នេះសម្រាប់អ្នកដែលគាត់អត់ចេះភាសាអង់គ្លេសហើយទូរស័ព្ទគាត់ចេញជាភាសាអង់គ្លេសអញ្ចឹងបងប្អូនជ្រើសរើសយកអាជួរនេះមកដោយសារតែបើសិនជាបងប្អូនជ្រើសរើសយកអាចចំណុចផ្សេងច្បាស់ជា Facebook វាអត់នេះទេវាមើលសិនថាតើ page ហ្នឹងវាត្រូវជាមួយនឹងយើងស្នើអត់តែបើសិនជាវាខុសការពិតមែនពេលដែលយើង report កន្លែងនេះច្រើនគេច្បាស់ជាឆែកមើលហើយ page ហ្នឹងច្បាស់ជាដាច់នេះអញ្ចឹងយើងមើលទៅថាវាយើងត្រូវជ្រើសរើសមួយណាទៀតការខ្លាញ់បន្លំបោកប្រាស់ការចែករំលែកព័ត៌មានពិតសារអេតបានការអញ្ចឹងយើងជ្រើសរើសយកអាទី2ទៅល្អជាងអាទី2គឺវាផុសព័ត៌មានអត់ពិតច្រើនតាក់ទងមួយនឹងខ្មែរយើងអីអញ្ចឹងទៅគឺវាផុសបំភ្លៃច្រើនទៅប្រាប់ពលរដ្ឋរបស់វាអញ្ចឹងណាអញ្ចឹងយើងជ្រើសរើសយកទី2បន្ទាប់មកគឺយើងឃើញត្រង់នេះគឺយើងចុចពាក្យរួចរាល់ហ្នឹងមកជ្រើសរើសយកពាក្យរួចរាល់ហ្នឹងមកបានហើយអូខេប៉ុណ្ណឹងបានហើយអញ្ចឹងមួយទៀតបើបងប្អូនចង់ប្លុកវាក៏ប្លុកចោះតែអាតកតងនឹងការប្លុកទប់ស្កាត់នេះគឺខ្ញុំនឹងប្រាប់វីដេអូមួយទៀតឲ្យបញ្យល់នឹងបងប្អូនលម្អិតសម្រាប់បងប្អូនការ report នេះបើសិនជាបងប្អូនធ្វើម្នាក់ពីរនាក់វាអត់ងាយដាច់ទេបើសិនជារូបភាពឬក៏វីដេអូរបស់វា original សុទ្ធគឺអត់ងាយដាច់ទេអញ្ចឹងអ្វីដែលយើងត្រូវ report គឺ report ឲ្យច្រើនអ្នកបានវាដាច់មិនមែនមក click ដាច់ page ទេគឺច្រើនតបបានដាច់ page អញ្ចឹងនេះគឺជាតបផ្លូវក្រោយរបស់យើងផ្នែក digital MMO យើងគួរតែព្យាយាមធ្វើវាបន្តិចទៅព្រោះអានេះក៏ជាចំណុចសំខាន់របស់យើងដែរណាអូខេអរគុណច្រើនបងប្អូនបើសិនជាមានចម្ងល់តាក់ទងជាមួយនឹងចំណុចខាងលើដែលខ្ញុំបញ្យល់អាចឆាតមកសួរខ្ញុំផ្ទាល់បានហើយចូល team របស់យើងនៅក្នុងក្រុមខាងលើដើម្បីឲ្យងាយស្រួលយល់ជាងនេះបាយបាយបងប្អូនទាំងអស់គ្នា